បាទសូមជម្រាបសួរនិងសូមស្វាគមន៍ពុកម៉ែបងប្អូនបាទដែលនិយមចូលចិត្តតាមដានស្ដាប់និងសិក្សាអំពីជីវប្រវត្តិរបស់មនុស្សល្បីៗនៅក្នុងខ្សែវីដេអូរបស់ខ្ញុំបាទនេះបាទហើយថ្ងៃនេះខ្ញុំបាទនឹងនាំលោកអ្នកទៅមើលជីវប្រវត្តិរបស់សម្ដេចព្រះរាជអគ្គមហេសីរបស់សម្ដេចព្រះបាទនរោត្តមសីហនុដែលជាអតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជារបស់យើងហើយនឹងបុត្រាទាំងពីររបស់ព្រះអង្គបាទមានមនុស្សមួយចំនួនបាទនិយាយថាព្រះអគ្គមហេសីគឺជាគិញសម្ងាត់របស់វៀតណាមដែលបញ្ជូនមកឲ្យមកស្និទ្ធជាមួយនឹងសម្ដេចនរោត្តមសីហនុដើម្បីបញ្ជានិងគ្រប់គ្រងព្រះអង្គទៅលើកិច្ចការផ្សេងៗបាទក៏ប៉ុន្តែខ្ញុំបាទមិនមានសិទ្ធិវិតម្លៃថាតើអ្វីដែលពួកគេនិយាយគឺជាការពិតឬក៏មិនពិតយ៉ាងណានោះទេបាទមានតែការសិក្សាថ្លឹងថ្លែងរបស់បងប្អូនទាំងអស់គ្នាបាទមានការយល់ដឹងផ្សេងៗគ្នាទៅតាមការដែលបានសិក្សាកន្លងមកតិចឬច្រើនបាទអញ្ចឹងមានតែការសិក្សាស្រាវជ្រាវជាបន្តទេទើបអាចយើងវិតម្លៃថាអ្នកនេះចេះអ្នកនោះចោះបាទអញ្ចឹងខ្ញុំបាទសូមអានជូនអំពីជីវប្រវត្តិរបស់ព្រះអគ្គមហេសីឯកសារនៅលើគេហទំព័ររដ្ឋាភិបាលនិងឯកសារដែលវិទ្យុអស៊ីសេរីទទួលបានពីព្រះបរមរាជវាំងបានបង្ហាញដូចគ្នាថាព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុមានព្រះនាមដើមថាមុនិចអ៊ីស៊ីជាបុត្រីរបស់លោកស្រីមុំពីងនិងលោកសង់ហ្វ្រង់សឺអ៊ីស៊ីលោកជាជនជាតិអ៊ីតាលីសញ្ជាតិបារាំងព្រះមហាក្សត្រលើកថាពាណិជ្ជករជនជាតិបារាំងដែលជាប្រធាននាយកដ្ឋានមូលនិធិផ្ដល់ប្រាក់កម្ចីប៉ុន្តែឯកសារមិនបានបញ្ជាក់ថានៅក្នុងប្រទេសណានោះទេព្រះមហាក្សត្រក៏បានលើកឡើងទៀតថាលោកសង់ហ្វ្រង់សឺអ៊ីស៊ីបានទទួលមរណភាពដើម្បីមាតុភូមិរបស់យើងគឺនៅក្នុងប្រទេសបារាំងក្នុងអំឡុងសង្គ្រាមលោកលើកទី2ដែលចាប់ពីឆ្នាំ1939ទៅដល់ឆ្នាំ1945ទ្រង់បានប្រសូតនៅថ្ងៃទី18មិថុនាឆ្នាំ1936និងមានបងប្អូនស្រីបង្កើតម្នាក់គឺអានីអ៊ីរីអ៊ីស៊ីកាលពីនៅវ័យកុមារភាពបានសិក្សារៀនសូត្រនៅសាលាបឋមសិក្សាព្រះនរោត្តមនិងមធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិនិងវិទ្យាល័យដេកាតក្នុងទីក្រុងភ្នំពេញតាក់ទងទៅនឹងការបំពេញការងារវិញនៅចុងទសវត្សរ៍ឆ្នាំ1960ព្រះអង្គជាប្រធានកាកបាទក្រហមខ្មែរហើយមកដល់បច្ចុប្បន្ននេះគឺជាប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាផងដែរសម្ដេចមហាក្សត្រីនរោត្តមមុនិនាថសីហនុក្រៅពីចេះភាសាខ្មែរព្រះអង្គក៏ចេះភាសាបារាំងនិងភាសាអង់គ្លេសផងដែរកញ្ញាមុនិចអ៊ីស៊ីបានរៀបអភិសេកជាមួយនឹងព្រះមហាក្សត្រនរោត្តមសីហនុនៅខែមេសាឆ្នាំ1952ហើយបានទទួលក្រុមងារជាអ្នកមនាងក្រោយពីបានរៀបអភិសេករួចមកព្រះមហាក្សត្រនិងអ្នកមនាងមានព្រះរាជបុត្រពីរព្រះអង្គគឺព្រះអង្គម្ចាស់នរោត្តមសីហមុនីដែលបច្ចុប្បន្នគឺជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាហើយព្រះរាជបុត្រមួយអង្គទៀតគឺព្រះអង្គម្ចាស់នរោត្តមនរិនពង្សបានសោយទីបង្គត់ទៅហើយលុះដល់ឆ្នាំ1992ព្រះករុណាសម្ដេចព្រះនរោត្តមសីហនុបានប្រទានក្រុមងារដល់អ្នកមនាងមុនិចអ៊ីស៊ីជាសម្ដេចព្រះជាយាក្រោយមកទៀតនៅឆ្នាំ1993សម្ដេចព្រះជាយាទ្រង់បានទទួលបរមងារជាសម្ដេចព្រះមហេសីនរោត្តមមុនិនាថសីហនុនៃព្រះរាជាណាចក្រកម្ពុជាហើយនៅឆ្នាំ1996ព្រះមហេសីបានទទួលក្រុមងារជាសម្ដេចព្រះរាជអគ្គមហេសីឯកសារដដែលបានបញ្ជាក់ទៀតថាសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុត្រូវបានព្រះមហាក្សត្រថ្វាយក្រុមងារថាព្រះវររាជបិតាជាតិនៅក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលចំណងស្នេហ៍ជាមួយអ្នកមនាងមុនិចព្រះអង្គបានទទួលចំណងដៃនៅបុត្រាចំនួន2ព្រះអង្គទី1ព្រះអង្គម្ចាស់នរោត្តមសីហមុនីដែលបច្ចុប្បន្នព្រះអង្គគឺជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ព្រះអង្គម្ចាស់សីហមុនីត្រូវបានបញ្ជូនឲ្យទៅសិក្សានៅប្រទេសឆេកូស្លូវ៉ាគីនិងក្រោយមកបានបន្តការសិក្សានៅប្រទេសកូរ៉េខាងជើងព្រះអង្គម្ចាស់សីហមុនីក្រោយមកត្រូវបានក្រុមប្រឹក្សារាជសម្បត្តិជ្រើសរើសឲ្យគ្រងរាជសម្បត្តិក្រៅពីព្រះបិតារបស់ព្រះអង្គបានដាក់រាជសម្បត្តិនៅក្នុងឆ្នាំ2004ព្រះអង្គជាក្សត្រដែលគ្មានមហិច្ឆតានយោបាយនិងជាក្សត្រប្រកបដោយទសពិធរាជធម៌ព្រះអង្គក៏ធ្លាប់បានសម្ដែងភាពយន្តដែរនៅក្នុងរឿងមាតុភូមិខ្ញុំនាថ្ងៃអស្តង្គតដែលជាស្នាព្រះហស្ថនិពន្ធដោយព្រះបិតាគឺសម្ដេចព្រះនរោត្តមសីហនុដែលភាពយន្តនោះថតនៅក្នុងឆ្នាំ1991និងចេញផ្សាយនៅក្នុងឆ្នាំ1992ទី2គឺព្រះអង្គម្ចាស់នរិនពង្សព្រះអង្គម្ចាស់នរិនពង្សត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសហភាពសូវៀតគឺប្រទេសរុស្ស៊ីសម្ដេចសីហនុបានឡាយថាព្រះអង្គនរិនពង្សជាបុត្រាមួយអង្គដែលបានធ្វើឲ្យព្រះបិតាចុកចាប់ព្រះអរាជាងគេនៅក្នុងចំណោមព្រះបុត្រាបុត្រីទាំង14អង្គរបស់ព្រះអង្គខុសពីព្រះរាមរបស់ព្រះអង្គដែលបានការពារបិតារបស់ខ្លួនទ្រង់នរិនពង្សខណៈដែលក្រុមខ្មែរក្រហមឡើងកាន់អំណាចនៅចន្លោះឆ្នាំ1975ដល់ឆ្នាំ1979ដែលពួកគេបានឃុំឃាំងព្រះបិតានិងញាតិវង្សមួយចំនួននៅក្នុងព្រះបរមរាជវាំងព្រះអង្គម្ចាស់នរិនពង្សរួមជាមួយនឹងបងប្អូនជីដូនមួយម្នាក់ទៀតគឺព្រះអង្គម្ចាស់ស៊ីសវត្តចិត្រាជាព្រះអនុជព្រះអង្គម្ចាស់ស៊ីសវត្តធម្មិកោនិងបុត្រាព្រះអង្គម្ចាស់ស៊ីសវត្តមេធាវីនិងអ្នកម្នាងអ៊ុំអានីម៉ារីអ៊ីស៊ីបងស្រីបង្កើតអ្នកម្នាងមនិចបានក្លាយទៅជាមនុស្សដ៏ស្និទ្ធជាមួយនឹងខ្មែរក្រហមផងដែរបាទនេះគឺជាជីវប្រវត្តិរបស់ព្រះអគ្គមហេសីរបស់ព្រះបាទនរោត្តមសីហនុបាទក៏ប៉ុន្តែជីវប្រវត្តិមួយនេះមិនលម្អិតនោះទេប្រសិនបើបងប្អូនចង់ដឹងអំពីជីវប្រវត្តិលម្អិតសូមបងប្អូនទៅធ្វើការស្រាវជ្រាវសិក្សាមើលឯកសារផ្សេងៗជាបន្តទៀតបាទហើយប្រសិនបើមានបងប្អូនពុកម៉ែណាដែលបានយល់បានដឹងអំពីជីវប្រវត្តិបន្ថែមទៀតពាក់ព័ន្ធជាមួយនឹងព្រះអគ្គមហេសីសូមបងប្អូនចូលមក comment ឬក៏ដាក់ជា link ឯកសារដែលអាចឲ្យបងប្អូនជនដទៃទៀតអាចរកបាននិងធ្វើការសិក្សាដើម្បីជនជាតិកម្ពុជាយើងឲ្យស្គាល់គ្នាច្បាស់ថានរណាជានរណាបានកុំឲ្យប្រើតែពាក្យចចាមអារាមដើម្បីវាប្រហារគ្នានិងបង្អាប់ដល់ជនជាតិយើងបាទខ្ញុំបាទសូមអរគុណសូម